Hello សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំប្រាប់ពីរបៀប log FS នៅក្នុង server របស់យើងតាម ENB អ្នកនរគ្នាចុច link នៅក្រោមវីដេអូរបស់ខ្ញុំនឹងមកបន្ទាប់មកអ្នកនរគ្នាចុចពាក្យ v0.4.2 បន្ទាប់មកអ្នកនរគ្នា download តែនេះខ្ញុំ download ហើយអញ្ចឹងខ្ញុំចុចទៅលើ file យកមកបន្ទាប់ពីចុចទៅលើ file ហើយអ្នកនរគ្នាត្រូវការបើក file GTA 5របស់យើងតែនេះខ្ញុំបើកតាម Steam អញ្ចឹងខ្ញុំត្រូវការបើក file location មកបន្ទាប់មកទៀតអ្នកនរគ្នាត្រូវការចុចពាក្យនេះហើយអ្នកនរគ្នាត្រូវការទាញប៉ានេះចូលនៅក្នុង file GTA 5របស់យើងតែនេះខ្ញុំទាញហើយអញ្ចឹងពេលដែលទាញហើយអ្នកនរគ្នាត្រូវការបើក file M របស់យើងមក open file location តោះមកអ្នកនរគ្នាត្រូវការចូលពាក្យ file M data ចូលពាក្យ plugin ហើយអ្នកនរគ្នាត្រូវការទាញពីនេះចូល file M របស់យើងតែនេះខ្ញុំទាញហើយអញ្ចឹងអ្នកនរគ្នាត្រូវការបើក file M របស់អ្នកនរគ្នាមកពេលដែលបើក file M ហើយអ្នកនរគ្នាចុច shift insert វានឹងចេញទាំងបែបនេះដល់បន្ទាប់មកអ្នកនរគ្នា log 60 frame មកពេលដែល log ហើយអ្នកនរគ្នា create អានេះមួយមកអញ្ចឹងរួចជាការស្រេចចូល server យើងទៅជោគជ័យបាយបាយអ្នកនរគ្នា